គ្រាន់តែលក់ប្រហិតហតដកតាមអនឡាញសោះតារាចិនហុងកុងម្នាក់ក្លាយជាសេដ្ឋីប្រាក់100 លានដុល្លារបន្ទាប់ពីថតរឿងដែលតាក់ទងនឹងការចម្អិនម្ហូបចប់តារាភាពយន្តនិងជាតារាចម្រៀងហុងកុងដ៏ល្បីឈ្មោះលោក Nicholas Tse បានក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់តាមរយៈការលក់ប្រហិតហតដកតាមអនឡាញហើយលោករកចំណូលបានជាង207 លានដុល្លារក្នុងរយៈពេលត្រឹមតែ4ឆ្នាំប៉ុណ្ណោះប្រភពពីសារព័ត៌មាន SCMP បានបន្តថាម៉ាកសញ្ញាហតដករបស់គាត់ហៅថា Chef Nick ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ2022ក្នុងរយៈពេលខ្លីប៉ុណ្ណោះប្រហិតហតដករបស់តារាសម្ដែងរូបនេះបានក្លាយជាផលិតផលចំណីអាហារដែលលក់ដាច់ខ្លាំងនៅទូទាំងប្រទេសចិនជាស្ដែងត្រឹមតែរយៈពេល3ខែដំបូងប៉ុណ្ណោះលោកសេលក់ប្រហិតហតដកអស់10 លានដើមហើយទោះបីជាអ្នកខ្លះនិយាយថាហតដកនេះថ្លៃក៏ដោយក៏នៅមានមនុស្សជាច្រើនអះអាងថាគុណភាពសមនឹងតម្លៃផងដែរជុំវិញភាពជោគជ័យនេះលោក Nicholas Tse បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរបរអាជីវកម្មដោយលោកជាអ្នកចេញជ្រើសរើសសាច់ជ្រូករចនាបថវេចខ្ចប់និងត្រួតពិនិត្យការផលិតប្រហិតហតដកទាំងនេះដោយខ្លួនឯងតែម្ដងអំឡុងពេល live video លោក Tse បាននិយាយថាលោកផ្ដោតជាសំខាន់ទៅលើគុណភាពផលិតផលអាហារហើយលោកនឹងមិនឲ្យផលិតផលចេញមកមានគុណភាពអន់ជាដាច់ខាតក្រុមរំលឹកថាម៉ាកប្រហិតហតដករបស់លោក Nicholas Tse ទទួលបានការកោតសរសើរមិនដាច់ពីមាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយអ្នកគាំទ្រជាច្រើននិយាយថាផលិតផលប្រហិតរបស់លោកមានរសជាតិឆ្ងាញ់និងមានសុវត្ថិភាពខ្ពស់បន្ថែមពីនេះមនុស្សជាច្រើនក៏បានគាំទ្រគោលដៅរបស់លោកដែលចង់ថែរក្សាឈ្មោះផលិតផលឲ្យគង់វង្សជាង100 ឆ្នាំទៅមុខផងដែរ